nắng on phim coi sốc sốc phẹp ra mà ấp sau các ôn trăng ra lên nhóm cầm chăm chú cái chập tiền tọt bàn phim mới chập trònแต่ mà đo để trong sọn phimให้cái đo vẽ khuôn ai mà đo hình xong trongผัดbạcกันเป็นนั่งแต่ mà đo vậy tư con pía nó chua tít á bong xong mà đi mệt môi ចុះបានឥឡូវយើងធ្វើការផាត់មុខហើយឥឡូវយើងចុះម្ដងកំគឺមានការ unboxing ពីថោប៉ោងមួយបេធំតែម្ដងយើង unboxing ហើយយើងធ្វើការចេញដំណើរទៅហើយអ្នកទាំងអស់គ្នាតែខ្ញុំស្បត់ជប់ទិញថោប៉ោងមួយជីវិតហ្មងនិយាយមែនអវ៉ាន់អ្នកសើថ្លៃយើងមិនតែសេវាមិនបាច់និយាយកប់ឥឡូវយើងធ្វើការចេញទៅហើយតាមផ្លូវទៅហើយនៅតាមផ្លូវរពឹសដីបិទស្អីបំពេញដែរធ្វើការថាប់កូនបើមួយសិនឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ដូចជាភីសាអញ្ចឹងណាយើងធ្វើការមកដល់មុខវាំងហើយចាគឺមានអ្នកលក់ច្រើនតែមែនតើរកពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយយើងធ្វើការថតតែម្ដងនិយាយទៅនៅមុខរំដូចជាវាំងឥឡូវថ្ងៃសៅរ៍ថ្ងៃអាទិត្យអ្នកទាំងអស់គ្នាគឺមានគេមកលក់ច្រើនខ្លាំងមែនតើបោះញ៉ាំឲ្យជិត100មុខ200មុខអ្នកទាំងអស់គ្នាអើយថាត់មិនអស់ទេខ្ញុំគ្រាន់តែថាត្រួតដើម្បីឲ្យអ្នកទាំងអស់គ្នាបានមើលអញ្ចឹងណាថារបស់ញ៉ាំវាច្រើនថាថាត់ស្អាតមួយសិនចានិយាយពីកូនស្រីខ្ញុំជឿជាក់សាហាវជាងនំនេះទៀតនេះឥឡូវយើងធ្វើការញ៉ាំនំថ្នោតមួយតែម្ដងនេះនំថ្នោតខ្មែរយើងណាបងខ្ញុំបានធ្វើការទិញនំដូងមួយដែរឥឡូវយើងមកមើលអ្នកធ្វើនំគេមានចាក់កោក្តៅនេះគេចាក់ក្តៅធ្វើក្តៅអើយយើងញ៉ាំតែម្ដងអ្នកទាំងអស់គ្នាញ៉ាំទៅមិនស្ដាយលុយទេខ្ញុំមកចូលចិត្តដែរមែនតើចូលចិត្តដែរញ៉ាំអញ្ចឹងគេជិបចុកអញ្ចឹងនិយាយបាមឹកនេះវិញអ្នកទាំងអស់គ្នាខ្ញុំបញ្ចូលសលេងក៏នៅមានអារម្មណ៍ថានៅតែឃ្លានហ្មងបងប្អូនជឿអត់អាមឹកនេះខ្ញុំទិញ3ចានណាអ្នកទាំងអស់គ្នាមួយចានញ៉ាំអត់គ្រាន់ទេចាមើលតែម៉ែក្មេកខ្ញុំញ៉ាំមិនដឹងហើយញ៉ាំមិនតាន់ម៉ែក្មេកហើយបងថ្លៃទេនិយាយលេងទេបងប្អូនអើយម៉ែក្មេកខ្ញុំក៏មិនសូវប៉ិនហូបម៉ានេះក៏កាច់ឈឺពោះនិយាយទៅដើរមួយមនុស្សចាស់យើងបាក់ដែរបើថាបងថ្លៃខ្ញុំវិញចាញាត់យកឲ្យចាញ៉ាំឈ្នះគាត់ទេខ្ញុំធ្លាប់តែឃើញចិនគេញ៉ាំរឹសតែសម្រាប់បងថ្លៃខ្ញុំចាដាក់ម្រឹសទេចាអីក៏ដាក់ចូលដែរនិយាយទៅមឹកនេះធំម៉ាប្រុសស្អាតមកសេរ៉ាខ្មៅបានស៊ីចឹងឈ្ងោកឯងពីអ្នកណាខុសគ្នាបានស៊ីឈ្ងោកយកហ្មងថតអំពីសឹកឃើញកូនប្រាំងនេះស្អាតអាយ៉ាឃើញកូនប្រាំងស្អាតចេះចង់បដូរចិត្តយកប្តីប្រាំងមួយទៀតមកមួយចានមុនណាអត់ឆ្អែតទេឥឡូវថែម2ចានទៀតចានិយាយពីថាបំបានញ៉ាំទេអង្គុយស្លក់ស្លឹងចានិយាយយ៉ាងគេធ្វើលុយបរិច្ចាគចាគឺថាហៅកំប៉ុងលុយអត់ឃើញទេចាគឺដើរហូបពេញនឹងតែម្ដងចាកំប៉ុងលុយដល់នេះសោះវាដើរហូអត់ឃើញយ៉ាប់ហ្មងកូនឆៃខ្ញុំបើសិនជាបងប្អូនចង់បានកម្រាលពូស្អាតពណ៌ឈូតអត្ថសុខភាពល្អបងប្អូនអាចតាក់ទងមកតាម page ដែលខ្ញុំដាក់នៅខាងលើនៅក្នុងវីដេអូនេះតែម្ដងពូស្អាតអត្ថសុខភាពល្អសូមតាក់ទងមក page នៅខាងលើអរគុណបាយបាយ